យុទ្ធធរទោះយូរប៉ុណ្ណាក៏នៅតែរងចាំ14ឆ្នាំនៃឃាតកម្មចំពោះលោកឈុតវុធីអស់រយៈពេល14ឆ្នាំហើយដែលសកម្មជនការពារព្រៃឈើដ៏លេចធ្លោមួយរូបគឺលោកឈុតវុធីត្រូវបានឃាតកម្មបាញ់សម្លាប់ក្នុងឆ្នាំ2012នៅខណៈពេលដែលលោកកំពុងក្លាមមើលការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅតំបន់ព្រៃការពារមួយក្នុងខេត្តកោះកុងហើយអាជ្ញាធរនៅតែមិនទាន់បើកការស៊ើបអង្កេតច្បាស់លាស់ណាមួយចំពោះការស្លាប់របស់លោកវុធីនៅឡើយទេកាលពីថ្ងៃទី26ខែមេសាឆ្នាំ2012លោកវុធីបានជួបអ្នកសារព័ត៌មានពីរនាក់ដើរល្បាតព្រៃការពារនៅក្នុងខេត្តកោះកុងនៅខណៈនោះលោកត្រូវបានបាញ់សម្លាប់ក្រោយពីការប្រកែកគ្នាជាមួយនឹងមន្ត្រីអាវុធហត្ថមួយរូបលោកវុធីត្រូវបានបាញ់សម្លាប់ហើយមន្ត្រីអាវុធហត្ថរូបនោះត្រូវបានរកឃើញថាបានស្លាប់ដែរដោយសង្ស័យថាជាការធ្វើអត្តឃាតខ្លួនឯងអាជ្ញាធរពុំបានធ្វើការស៊ើបអង្កេតឲ្យច្បាស់លាស់នោះទេហើយបែរជាចោទប្រកាន់ថាមន្ត្រីអាវុធហត្ថរូបនោះជាឃាតករដែលសម្លាប់លោកឈុតវុធីទៅវិញការស្លាប់របស់លោកវុធីនិងការគំរាមកំហែងដល់សកម្មជនបរិស្ថាននៅតែបន្តកើតមានឡើងជាង1ទសវត្សរ៍ហើយសកម្មជនបរិស្ថាន5រូបនៃចលនាមាតាធម្មជាតិកំពុងតែជាប់ពន្ធនាគារជាច្រើនឆ្នាំព្រោះតែសកម្មភាពតស៊ូមតិរបស់ពួកគេក្នុងកិច្ចការការពារបរិស្ថាននិងសកម្មជនមួយរូបទៀតលោកអុកម៉ៅកំពុងប្រឈមមុខជាមួយនឹងសំណុំរឿងជាច្រើននៅតុលាការដែលបណ្ដឹងទាំងនោះត្រូវបានធ្វើឡើងចំពោះរូបលោកក្នុងការបង្អាក់នូវសកម្មភាពនិយមក្នុងកិច្ចការការពារបរិស្ថានរបស់លោកនៅថ្ងៃនេះអង្គការលីកាដូនឹងធ្វើការរំលឹកនូវវីរភាពនិងខួប14ឆ្នាំនៃការស្លាប់របស់លោកឈុតវុធីហើយសូមអំពាវនាវឲ្យអាជ្ញាធរបើកការស៊ើបអង្កេតដោយឯករាជ្យមួយចំពោះករណីឃាតកម្មលើរូបលោកនិងស្វែងរកឃាតករពិតប្រាកដដើម្បីផ្តល់នូវយុត្តិធម៌ពិតប្រាកដចំពោះការស្លាប់របស់លោកឈុតវុធីជាមួយគ្នានេះដែរអង្គការភាពជាដៃគូដើម្បីបរិស្ថាននិងការអភិវឌ្ឍហៅកាត់ថា PAD បានចូលរួមរំលឹកខួបនៃឃាតកម្មចំពោះលោកឈុតវុធីដោយបង្ហោះសាររំលឹកនូវវីរភាពរបស់លោកនិងលិខិតចំហជាវីដេអូដែលរៀបរាប់ដោយយុទ្ធជនបង្ហាញពីស្ថានភាពព្រៃឈើក្នុងប្រទេសចាប់តាំងពីឆ្នាំ2012រហូតមកដល់ពេលបច្ចុប្បន្ន